បន្ទាប់ពីអ្នកបានទទួលចំណេះដឹងទាក់ទងជាមួយនឹងខាតថែទាំក៏ដូចជាការភ្ជាប់ឧបករណ៍បញ្ចាំងស្លាយជាមួយនឹងកុំព្យូទ័ររបស់យើងរួចពេលនេះខ្ញុំនឹងបង្ហាញអំពី3ចំណុចនៃបញ្ហាតែងតែកើតឡើងចំណុចទី1ទាក់ទងជាមួយនឹងសារបង្ហាញថា no signal បញ្ជាក់អ្នកអាចដោះស្រាយបញ្ហានេះដោយពិនិត្យទៅមើលភ្ជាប់ជាមួយនឹងឧបករណ៍បញ្ចាំងស្លាយរបស់យើងដូចជាប្រភេទខ្សែ HDMI ឬក៏ VGA ឬយើងអាចពិនិត្យមើលទាក់ទងជាមួយនឹងប៊ូតុងមួយ input source បញ្ជាក់ថាអ្នកបានជ្រើសរើសប្រភេទខ្សែចម្លងរវាងកុំព្យូទ័រនិងឧបករណ៍បញ្ចាំងស្លាយយើងត្រឹមត្រូវឬទេទី2បញ្ហាបើកមិនចេញឬក៏គ្មានចរន្តអគ្គិសនីឆ្លងកាត់ដំណោះស្រាយអ្នកអាចត្រួតពិនិត្យទៅមើលអំពូលរបស់វាតើវាមានបញ្ហាខូចអំពូលឬក៏យ៉ាងណាអាចត្រួតពិនិត្យទៅមើលខ្សែចម្លងផ្សេងដូចជាខ្សែចម្លងដែលចេញពីចរន្ត220វ៉ុល3បញ្ហាមួយទៀតដែលតែងតែកើតឡើងគឺទាក់ទងជាមួយនឹងបញ្ហាលោតស្ថានភាពខ្ពស់ដែលវាតែងតែកើតឡើងលោតភ្លើងនៅលើ temperature នៅផ្នែកខាងលើឬក៏ផ្នែកចំហៀងដែលវាបង្ហាញទៅលើឧបករណ៍បញ្ចាំងស្លាយរបស់អ្នកដំណោះស្រាយអ្នកអាចត្រួតពិនិត្យទៅលើចម្រោះធូលីអ្នកអាចសម្អាតវារួចយើងប្រើប្រាស់វាឡើងវិញបានបើសិនជាមានបញ្ហានេះកើតឡើងជាបន្តបន្ទាប់អ្នកអាចយកទៅអ្នកជំនាញការដើម្បីឲ្យគាត់ត្រួតពិនិត្យឬក៏អ្នកទាំងអស់គ្នាអាចយកទៅក្រុមហ៊ុនណាមួយដែលអ្នកទាំងអស់គ្នាបានជាវាយកមកសូមអរគុណសូមជម្រាបលា